មានសួរបងបានជាសួរបងអាចណែនាំខ្លួនតិចបានទេបងបានខ្ញុំឈ្មោះហានបច្ចុប្បន្នខ្ញុំធ្វើការនៅក្រុមហ៊ុនឯកជនមួយនៅភ្នំពេញបាទសប្តាហ៍ថ្ងៃបងប្រើប្រាស់រថយន្តអគ្គិសនី Ion model មួយណាដែរបងខ្ញុំប្រើរថយន្តអគ្គិសនី Ion Y+ ខ្ញុំសូមបងចែករំលែកពីចំណាប់អារម្មណ៍របស់បងតាំងពីបងផ្លាស់ប្ដូរមកប្រើប្រាស់ឡានអគ្គិសនី Ion បានទេបងបាទតាំងពីខ្ញុំផ្លាស់ប្ដូរពីឡានសាំងមកប្រើប្រាស់ឡានអគ្គិសនីគឺមានការសំចៃបានច្រើនគឺសុខភាពផ្លូវចិត្តនិងមាគ៌ាហិរញ្ញវត្ថុគឺល្អកាត់បន្ថយចំណាយបានច្រើនប៉ុន្តែអត់ឃើញសល់លុយឯងព្រោះចេះតែនឹកឃើញដើរលេងរហូតពេលទៅនេះចុងសប្តាហ៍ហើយហ្នឹងពេលទៅនេះចេះតែឆ្លៀតចង់កន្លែងដើរលេងប៉ុន្តែជាការពិតគឺសំចៃបានច្រើនឡានអគ្គិសនី Ion គឺជាឡានមួយដែលមាន option ច្រើនអញ្ចឹងបងអាចចែកម្លែកថាមាន option ណាខ្លះដែលបងចូលចិត្តទេបងបាទឡាន Ion Y+ នេះគឺមាន option ច្រើនប៉ុន្តែខ្ញុំលើក option ដែលសំខាន់មួយចំនួនដូចជា auto hold មាន cruise control មាន power hold ហើយយើងអាច remote start ពីចម្ងាយបានដែរតាមរយៈ remote របស់យើងហើយក៏យើងអាចប្រើប្រាស់ជាលក្ខណៈ V2L បានន័យថាយកថាមពលភ្លើងចេញពីឡានមកវិញដែរអ្វីដែលខ្ញុំ option ដែលខ្ញុំប្រើច្រើនជាងគេគឺ power hold ហើយនិង V2L គឺយកភ្លើងចេញពីឡានគឺប្រើប្រាស់ច្រើនបើបងធៀបជាមួយនឹងឡានសាំងរបស់បងកម្រិតនៃការសន្សំចៃបងអាចប្រៀបធៀបវាបានទេបងចំពោះការប្រៀបធៀបជាមួយនឹងឡានសាំងនិងរថយន្តអគ្គិសនីមួយនេះគឺមានការខុសប្លែកគ្នាច្រើនគឺអាចសំចៃយើងអាចនិយាយជារួមបានថាសំចៃរហូតដល់3ដងបាទបើខ្ញុំឲ្យបងដាក់បន្ទុកពី1ទៅ10បន្ទុកតើបងអាច rate បទពិសោធន៍របស់បងជាមួយនឹងឡានអគ្គិសនី Ion របស់បងឲ្យមួយបន្ទុកដែរបងបាទចំពោះការ rate បទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំប្រើប្រាស់កន្លងមកជិត2ឆ្នាំហើយគឺខ្ញុំឲ្យ10ទៅ10បើសិនជាឲ្យ11បានក៏ខ្ញុំឲ្យ11ដែរគឺអត់មានបញ្ហាអីសោះគឺខ្ញុំមានការពេញចិត្តមែនទែនជាចុងក្រោយបងមានមតិផ្ដាំផ្ញើខ្លះទៅបងដែលចង់ផ្លាស់ប្ដូរមកប្រើប្រាស់ឡានអគ្គិសនីជាពិសេសឡានអគ្គិសនី Ion បងបាទគឺខ្ញុំមានតែជំរុញលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាពិចារណាមកប្រើប្រាស់យន្តអគ្គិសនីហើយជាពិសេសជ្រើសរើសយក model Ion តែម្ដងក្រុមហ៊ុន Ion គឺមានសេវាកម្មល្អទាំង after sale service ទាំងតម្លៃសេវាកម្មគ្រប់យ៉ាងទាំងអស់គឺខ្ញុំមានការពេញចិត្តបាទអញ្ចឹងថ្ងៃនេះសូមរំខានបងតែប៉ុណ្្នេះបងសូមអរគុណច្រើនបាទអរគុណច្រើនបាទ Ion